សួស្តីលោកអ្នកនាងកញ្ញាបងប្អូនរួមជាតិនិងប្រិមិត្តស្ដាប់ជាទីមេត្រីនៅពេលនេះខ្ញុំបាទប្រាក់ច័ន្ទតារាសូមជម្រាបជូនព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តបៃលិនជាដំបូងនេះសូមជម្រាបជូននូវមេតិការព័ត៌មានសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីកម្ពុជានៅថ្ងៃទី7ខែមេសាឆ្នាំ2026ម្សិលមិញបានផ្ញើសារអបអរសាទរនិងជូនពរលោកអ៊ូអុងលីនដវេត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកម្ពុជាទូគីយេបន្តពង្រឹងទំនាក់ទំនងសភាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឯកឧត្តមប៉ែនបូណាបានឲ្យដឹងថាសម្ដេចបវរធិបតីនឹងជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមប្រធានាធិបតីអេម៉ានុយអែលម៉ាក្រុងដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនៅកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាបារាំងអាកាសធាតុក្តៅខ្លាំងរដ្ឋមន្ត្រីក្រសួងបរិស្ថានអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នខ្ពស់បញ្ជាគ្រោះអគ្គិភ័យកុំដុតសម្រាមកុំដុតព្រៃអ៊ុយក្រែនឈរលើគោលជំហរបត់ឈប់បាញ់ដែលផ្ញើទៅឲ្យរុស្ស៊ីកូរ៉េខាងត្បូងក្រុងបញ្ជូននាវាទៅដឹកប្រេងចេញតាមច្រកសមុទ្រក្រហមដើម្បីជៀសវាងច្រកសមុទ្រហូម៉ូសតទៅនេះសូមជម្រាបជូនព័ត៌មានពិស្ដាសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃកម្ពុជាកាលពីថ្ងៃទី7ខែមេសាឆ្នាំ2026ម្សិលមិញបានផ្ញើសារអបអរសាទរនិងជូនពរលោកអ៊ូអុងលីនដវេត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាសារលេខរបស់សម្ដេចតេជោហ៊ុនសែនមានខ្លឹមសារដូចនេះថាក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅនិងសព្វសាធុការពរជូនឯកឧត្តមនៅក្នុងឱកាសដែលឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាខ្ញុំជឿជាក់ថាក្រុមការដឹកនាំដ៏ឆ្លៀសវៃរបស់ឯកឧត្តមព្រឹទ្ធសភាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍជាតិនិងលើកកម្ពស់បន្ថែមនៅវិបលភាពរបស់ប្រជាជនមីយ៉ាន់ម៉ាខ្ញុំផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងប្រទេសជើងទាំងពីរដែលមានឫសគល់នៅក្នុងតម្លៃវប្បធម៌និងសាសនារួមការគោរពគ្នាទៅវិញទៅមកនិងការយោគយល់គ្នាដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការដែលផ្ដល់ឧត្តមប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនជើងទាំងពីរខ្ញុំត្រៀមខ្លួនរួចជាស្រេចនៅក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការសភាដែលនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងសម្រាប់គុណប្រយោជន៍នៃសន្តិភាពស្ថិរភាពនិងវិបលភាពរបស់ប្រជាជាតិជើងទាំងពីរក្នុងតំបន់និងអាចរហូតដល់ពិភពលោកសូមឯកឧត្តមទទួលនឹងការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំកម្ពុជាទូគីយេបន្តពង្រឹងទំនាក់ទំនងសភាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនលោកស្រីអ៊ុលខូខាអ៊ីវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋទូគីយេប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលបានត្រូវបញ្ចប់អាណត្តិចូលជួបពិភាក្សាការងារនិងជម្រាបលាកាលពីព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2026ម្សិលមិញនៅវិមានរដ្ឋសភាសម្ដេចប្រធានរដ្ឋសភាបានវិតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជាដែលសម្រេចបានលទ្ធផលជាច្រើនរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធសកម្មនិងស៊ីជម្រៅទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិសម្ដេចមានអារម្មណ៍ថាសម្ដេចទើបតែបានជួបលោកជំទាវឯកអគ្គរដ្ឋទូតថ្មីនេះសោះឥឡូវត្រូវបញ្ចប់អាណត្តិការទូតទៅហើយសម្ដេចបានទទួលជួបសវនាការជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតែមួយខែប៉ុណ្ណោះក្រោយពីសម្ដេចបានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី7សម្ដេចរដ្ឋសភាធិបតីបានវាយតម្លៃខ្ពស់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនិងស៊ីជម្រៅរវាងប្រទេសទាំងពីរដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈដោយផ្អែកទៅលើការជឿទុកចិត្តគ្នាការគោរពគ្នានិងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកសមិទ្ធផលទាំងនេះ
បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកជំទាវនិងសហការីនិងជាពិសេសឆន្ទៈនយោបាយដ៏រឹងមាំការបដិញ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំតាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងស្ទើរលើគ្រប់វិស័យសម្ដេចរដ្ឋសភាធិបតីបានគូបញ្ជាក់ថាទំនាក់ទំនងកម្ពុជាទូគីយ៉េមានការរីកចម្រើនខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនកាលនៅជានាយករដ្ឋមន្ត្រីបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទូគីយ៉េនាឆ្នាំ2018កន្លងមកទំនាក់ទំនងដ៏ល្អនេះបានបន្តពង្រឹងដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងនីតិកាលទី7នៃរដ្ឋសភាគណៈប្រតិភូរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នានិងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់ឯកឧត្តមប៉ែនបូណាបានឲ្យដឹងថាសម្ដេចធិបតីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអេម៉ានុយអែលម៉ាក្រុងដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងបារាំងឯកឧត្តមប៉ែនបូណាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលនាថ្ងៃទី7ខែមេសាឆ្នាំ2026ម្សិលមិញបានបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិដោយមិនភ្លេចកាតព្វកិច្ចការពីប្រណភាពទឹកដីនិងប្រជាជនដែលជាអត្ថប្រយោជន៍ដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលទី1សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ប្រទេសបារាំងប្រកបទៅដោយសុវត្ថិភាពនៅក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី6ដល់ថ្ងៃទី9ខែមេសាឆ្នាំ2026តបតាមការអញ្ជើញរបស់ឯកឧត្តមអេម៉ានុយអែលម៉ាក្រុងប្រធានាធិបតីបារាំងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអេម៉ានុយអែលម៉ាក្រុងដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនៅកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាបារាំងដែលកំពុងតែរីកចម្រើននៅក្នុងវិស័យនយោបាយសន្តិសុខពាណិជ្ជកម្មនិងវិនិយោគព្រមទាំងបព្វធម៌នៅក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខថ្នាក់ដឹកនាំទាំងពីរក៏បានគ្រោងនឹងផ្លាស់ប្តូរទស្សនៈទៅលើកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចប្រជុំកំពូល Francophonie ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅខែវិច្ឆិកាឆ្នាំនេះព្រមទាំងការវិវត្តនៅក្នុងតំបន់និងពិភពលោកផងដែរនៅក្នុងដំណើរទស្សនកិច្ចនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយនៅទីក្រុងលីយ៉ុងនាថ្ងៃទី7ខែមេសាឆ្នាំ2026ម្សិលមិញនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយដែលជាកិច្ចប្រជុំកំពូលលើកទី9នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ប្រទេសបារាំងនៅក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ2026កិច្ចប្រជុំកំពូលនេះគឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋាភិបាលនិងតំណាងអង្គការអន្តរជាតិសង្គមស៊ីវិលនិងអ្នកវិទ្យាសាស្ត្រដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធទៅនឹងសុខភាពមនុស្សសត្វនិងប្រព័ន្ធអេកូឡូស៊ីអញ្ជើញអមដំណើរសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីរួមមានលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនិងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់រួមមានឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិព្រមទាំងសមាជិករាជរដ្ឋាភិបាលនិងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនេះគឺជាដំណើរបេសកកម្មការទូតថ្មីមួយទៀតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកាលពីចុងខែកុម្ភៈកន្លងទៅសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពេញបេសកកម្មការទូតដ៏វែងមួយនៅសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុបដោយនៅក្នុងអំឡុងពេលនោះសម្ដេចបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោននិងបានជួបពិភាក្សាការងារជាមួយនឹងអិសរាជជនថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនិងអឺរ៉ុបក៏ដូចជាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានារួមទាំងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិនិងស្ថាប័នអន្តរជាតិជាច្រើនលើពីនេះសម្ដេចក៏បានផ្ដល់កិច្ចសម្ភាសដាច់មុខជូនទីភ្នាក់ងារសារព័ត៌មានក៏ដូចជាបណ្ដាញសារព័ត៌មានអន្តរជាតិធំមួយចំនួនផងដែរនៅក្នុងចំណោមប្រធានបទដែលបានលើកឡើងស្ថានភាពវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជាថៃគឺជាប្រធានបទដ៏សំខាន់មួយ
ដែលដៃគូបរទេសនិងបណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងនោះមានដូចជាការដាក់ពង្រាយទូកុងតឺន័របន្លាលួសដើម្បីរារាំងជនស៊ីវិលមិនឲ្យត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនិងការប៉ុនប៉ងកែប្រែស្ថានភាពដើម្បីកាន់កាប់លើដីជាក់ស្ដែងក៏ដូចជាសកម្មភាពទាំងឡាយដែលភាគីថៃរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាក្រោមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ជាដើមត្រូវបានសហគមន៍អន្តរជាតិដឹងឮយ៉ាងទូលំទូលាយសូមបញ្ជាក់ជូនថារាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងជាបន្តប្រឆាំងជំទាស់ជាដាច់ខាតចំពោះរាល់សកម្មភាពបំពានលើបូរណភាពទឹកដីនិងប្រជាជនកម្ពុជានិងបានបញ្ជាក់ចំហប្រាប់ភាគីថៃយ៉ាងច្បាស់លាស់ថាកម្ពុជាមិនទទួលស្គាល់នៅបន្ទាត់ព្រំដែនឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេហើយក៏បានសង្កត់ធ្ងន់ថាសកម្មភាពថ្មីនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងទៅនឹងព្រំដែនអន្តរជាតិឡើយរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះបញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗនិងត្រូវបន្ថយភាពតានតឹងនិងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីបង្កើតបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែនអាកាសធាតុក្តៅរដ្ឋមន្ត្រីក្រសួងប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បញ្ជៀសគ្រោះអគ្គភ័យកុំដុតសម្រាមកុំដុតព្រៃឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងប្រធានបន្តអំពាវនាវនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីបញ្ជៀសគ្រោះអគ្គភ័យនិងមិនត្រូវនាំគ្នាដុតសម្រាមឬដុតព្រៃនៅឡើយពិភពលោកកំពុងប្រឈមនឹងបាតុភូតកើនឡើងខ្លាំងនៃកម្ដៅដែលអាចហក់ឡើងដល់ជាង40អង្សាសេនៅកម្ពុជាក៏ដូចគ្នាយោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថាកម្ដៅនៅតំបន់វាលទំនាបខ្ពង់រាបក៏ដូចជាមាត់សមុទ្រគឺសុទ្ធតែឡើងកម្ដៅខ្លាំងឯកឧត្តមបណ្ឌិតអៀងសុផាឡែតបានធ្វើការក្រើនរំលឹកថាការកើនឡើងកម្ដៅខ្លាំងនេះគឺងាយបង្កើតឲ្យមានគ្រោះអគ្គភ័យណាស់គ្រោះអគ្គភ័យមិនត្រឹមតែធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិនោះទេតែក៏បានបង្កឲ្យប៉ះពាល់ដល់បរិស្ថានកើនកម្រិតខ្យល់ពុលផងដែរនៅក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រីបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់រោងចក្រសហគ្រាសទាំងឡាយបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់រាល់ឧបករណ៍សម្ភារៈប្រើប្រាស់ឬសកម្មភាពទាំងឡាយដែលងាយបង្កឲ្យមានការឆាបឆេះឯកឧត្តមបណ្ឌិតអៀងសុផាឡែតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងមិនត្រូវដុតសម្រាមឬដុតព្រៃនោះឡើយព្រោះការដុតនោះអាចនឹងឆេះរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋប៉ុន្តែលើពីនេះការដុតសម្រាមការដុតព្រៃការធ្វេសប្រហែសឲ្យឆេះព្រៃឬឆេះលំនៅឋានប្រជាពលរដ្ឋសុទ្ធតែជាទង្វើប្រឈមទៅនឹងផ្លូវច្បាប់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រធានសម្ដែងក្តីរំពឹងទុកថាប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមប្រកបទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់គ្រោះអគ្គភ័យមិនដុតសម្រាមមិនដុតព្រៃឬមិនបង្កឲ្យមានភ្លើងឆេះព្រៃបាទលោកអ្នកនាងព័ត៌មានជាតិដែលខ្ញុំបានជម្រាបជូននៅពេលនេះចប់តែប៉ុណ្ណេះជាបន្តសូមជម្រាបជូនព័ត៌មានអន្តរជាតិអ៊ុយក្រែនឈរលើគោលជំហរបត់ឈប់បាញ់ដែលផ្ញើទៅឲ្យរុស្ស៊ីប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងសប្តាហ៍នេះថាអ៊ុយក្រែនឈរលើគោលជំហរដែលនៅក្នុងបត់ឈប់បាញ់បានផ្ញើទៅឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី7ខែមេសាឆ្នាំ2026ម្សិលមិញនៅក្នុងសន្ទរកថាជាវីដេអូលោក Zelensky បាននិយាយថាសំណើត្រូវបានបញ្ជូនទៅទីក្រុងមូស្គូតាមរយៈសហរដ្ឋអាមេរិកហើយការងារក៏កំពុងតែបន្តជាមួយនឹងអ្នកចរចាអាមេរិកជុំវិញការធានាសន្តិសុខដែលជាគន្លឹះនៃសន្តិភាពយូរអង្វែងលោកបានបញ្ជាក់ថាប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលយើងនឹងឆ្លើយតបទៅវិញដោយសប្បុរសកាលពីសប្តាហ៍មុនលោក Zelensky បានស្នើឲ្យមានការសង្កេតក្រោមលក្ខខណ្ឌស្រដៀងគ្នានឹងបទឈប់បាញ់ពីមុនសម្រាប់បុណ្យ Easter នៅអាទិត្យសប្តាហ៍មុន
ប៉ុន្តែទីក្រុងមូស្គូថាខ្លួនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពទាំងស្រុងជាជាងបទឈប់បាញ់សមាជិកសភាមួយរូបនៃគណៈបកកាន់អំណាចបានឲ្យដឹងថាកូរ៉េខាងត្បូងនឹងបន្តបញ្ជូននាវា5គ្រឿងទៅកាន់កំពង់ផែទីក្រុងយ៉ាន់បូរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលស្ថិតនៅសមុទ្រក្រហមដើម្បីដឹកប្រេងជៀសវាងពីច្រកសមុទ្រហូម៉ូសនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារទី7ខែមេសាឆ្នាំ2026សមាជិកសភាគឺលោក Andoukiel បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងទីភ្នាក់ងារពាក់ព័ន្ធរួមទាំងក្រសួងធម្មពលថានាវាដែលមានទង់ជាតិកូរ៉េខាងត្បូងចាំបាច់ត្រូវបញ្ជូនទៅកាន់ផ្លូវផ្សេងពីច្រកសមុទ្រហូម៉ូសដើម្បីទទួលបានប្រេងឆៅដោយមិនលម្អិតលោកក៏បាននិយាយថាយើងកំពុងតែជំរុញការបញ្ជូននាវា5គ្រឿងទៅកាន់កំពង់ផែយ៉ានបូរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងតំបន់សមុទ្រក្រហមគួរបញ្ជាក់ថាតម្លៃប្រេងបានកើនឡើងនៅក្នុងអំឡុងពេលនៃសង្គ្រាមអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់និងជំរុញឲ្យមានហានិភ័យអតិផរណាសម្រាប់កូរ៉េខាងត្បូងដែលពឹងផ្អែកទៅលើប្រេងឆៅ 70% យកមកពីមជ្ឈិមបូព៌ាបាទលោកនាងព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តប៉ៃលិនដែលលោកនាងបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទសូមអរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់ពីបងប្អូនលោកនាងជូនពរបងប្អូនលោកនាងទទួលបាននូវសុខភាពល្អជោគជ័យគ្រប់កិច្ចការងារនិងការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ញុំបាទតារាសូមអរគុណសូមជម្រាបលា